លោកពេងកំយាងគឺជាកសិករដាំបន្លែនៅឃុំស្វាយប្រទាលស្រុកស្អាងខេត្តកណ្ដាលរយៈពេលជាង20ឆ្នាំមកហើយបច្ចុប្បន្នកសិកររូបនេះបានកំពុងផ្ដោតការដាំដុះទៅលើដំណាំស្ពៃតឿជាចម្បងនិងមានបន្លែបន្ទាប់បន្សំផ្សេងទៀតដូចជាខាត់ណាឈើសាឡាត់ស្ពៃខ្មៅនិងស្ពៃចង្កឹះជាដើមនៅពេលសួរថាហេតុអ្វីបានជាលោកដាំបន្លែស្ពៃតឿច្រើនជាងដំណាំផ្សេងទៀតលោកប្រាប់ថាអានឹងវាស្ពៃតឿបានជាខ្ញុំចូលចិត្តដាំព្រោះរយៈពេលប្រមូលផលវាតិចវាឆាប់បានប្រមូលផលតាមមួយខែយើងបានប្រមូលផលហើយបើខាត់ណាឈើយើងរយៈពេលវាទៅ2ខែអញ្ចឹងខ្ញុំចូលចិត្តធ្វើខាត់ណាស្ពៃតឿដោយសារវាលឿនមួយខែ2ថ្ងៃ3ថ្ងៃយ៉ាងយូរដល់ពេលប្រមូលផលចាប់ផ្ដើមពីយើងចុះគ្រាប់ទៅព្រោះគ្រាប់ទៅរហូតដល់ប្រមូលផលមួយខែ2ថ្ងៃមួយខែ3ថ្ងៃ